นมาดองเติบได้เจงกรายการยาไหลលោកស្រីសើចចំអកគិតថាការសង្ស័យលើ Jarek ស្មើនឹង0ទើបបញ្ជាឲ្យអ្នកបម្រើដកមន្តអាគមការពារចោលព្រោះមិនចង់ឬសំឡេងរំខាននោះទៀតឡើយការសម្រេចចិត្តនេះធ្វើឲ្យនាងសប្បាយចិត្តខ្លាំងចុងក្រោយរៀបនឹងដកចេញហើយមែនទេបើលួចបានពេលនេះនាងអាចធ្វើឲ្យ Jarek ភ្ញាក់ផ្អើលយ៉ាងខ្លាំងតែពេលនោះអ្នកបម្រើម្នាក់ទៀតរត់មកប្រាប់ថាលោកម្ចាស់ Dick ទើបតែត្រឡប់មកវិញមិននឹកស្មានថាលោកម្ចាស់ដ៏អាចកំបាំងមកទាន់ពេលនេះសោះនាងក៏មិននឹកស្មានថាត្រូវជួបគាត់បែបនេះដែរគាត់ពិតជាសង្ហាដូចអ្វីដែលប្រឡំលោកពណ៌នានាងឈោមើលគាត់ដោយក្តីចង់ដឹងចង់ឃើញស្រាប់តែលោកម្ចាស់លួចមើលនាងមួយផ្លែតមានរឿងអីហ្នឹងពួកគេហាក់ដូចជាទើបតែប្រសពភ្នែកគ្នានាងក៏សួរថាឬមួយលោកមើលឃើញខ្ញុំតែគាត់មិនឆ្លើយតបឡើយឬមួយអំបញ្ញមិញគ្រាន់តែជាអារម្មណ៍ច្រឡំរបស់នាងលោកស្រីប្រញាប់ក្រោកឈរស្វាគមន៍ស្វាមីតែលោកម្ចាស់បង្ហាញតែសេត្រជាក់ស្រដុំនិងគំលេចឆ្ងាយលោកស្រីបញ្ជាឲ្យអ្នកបម្រើប្រញាប់យករបស់ចេញកុំឲ្យលោកម្ចាស់ឃើញតែធ្វើម៉េចឲ្យលោកស្រីសំបំណងបាននេះជាឱកាសគំរមានណាស់នាងត្រូវតែឲ្យលោកម្ចាស់ឃើញខ្សែកនេះព្រោះមនុស្សដូចលោកម្ចាស់ជឿតែអ្វីដែលឃើញផ្ទាល់ភ្នែកនាងក៏ស្ទុះទៅរកខ្សែកភ្លាមពេលប៉ះចំនាងបែរជាដាស់មន្តអាគមការពារចោលនាងបានត្រឹមតែបួងសួងក្នុងចិត្តឲ្យតែលោកម្ចាស់មិនខ្វាក់ភ្នែកច្បាស់ជាចាប់អារម្មណ៍មិនខានមែនទេពិតមែនខ្សែភ្នែកលោកម្ចាស់ញាក់ទៅរកទីនោះភ្លាមនាងភ្ញាក់ផ្អើលព្រោះទោះត្រូវឆក់តែមិនសន្លប់ហើយក៏មិនត្រូវបង្ខំឲ្យត្រឡប់ទៅវិញដែរចំណែកលោកម្ចាស់ដើរសំដៅទៅរកខ្សែកគាត់លើកវាមកមើលរួចសួរដោយខ្ញុំចាំមិនខុសវត្ថុអនុស្សាវរីយ៍ទាំងអស់ជារបស់ Jarek មែនទេហេតុអ្វីខ្សែកនេះនៅកន្លែងអ្នកក្នុងមួយប៉ព្រិចភ្នែកអ្វីបានហួសពីការគ្រោងទុកក្មេងស្រីដែលធ្លាប់គិតថាមានតែតួឯកប្រុសទេទើបឃើញនាងនៅក្នុងទូខោអាវមិននឹកស្មានថាមានមនុស្សទីពីរដឹងពីវត្តមានរបស់នាងសោះលោកម្ចាស់សួរដេញដល់លោកស្រីពីរឿងវត្ថុទាំងនោះចាំមើលថាស្ត្រីម្នាក់នេះនឹងរកលេសអ្វីដោះស្រាយលោកស្រីដកដង្ហើមធំរួចភូតផុសចាខ្សែកនោះពិតជារបស់ Amelia មែនខ្ញុំរកឃើញរៀងយឺតពេលបន្តិចបំរុងយកទៅឲ្យគេល្មមតែលោកបងឃើញតែលោកម្ចាស់មិនមែនជាមនុស្សល្ងងទេដូចជាមានមន្តអាគមនៅក្នុងនេះជាមន្តការពារចោលដោយសារនេះជារបស់មានតម្លៃរបស់ Jarek ខ្ញុំត្រូវការឲ្យ Jarek មកទីនេះទៅហៅគេមកសាកល្បងមន្តអាគមមើលអ្នកទាំងពីរធ្លាក់ក្នុងភាពស្ងប់ស្ងាត់នៅវិនាទីបន្ទាប់លោកម្ចាស់ប្រើមន្តអាគមបំផ្លាញខ្សែការពារភ្លាមអ្នកឯងពូកែកិច្ចវាច្បាប់ណាស់យកវត្ថុទាំងអស់មកខ្ញុំនឹងលើកលែងទោសឲ្យលោកស្រីនៅតែចង់រឹងតឹងតែលោកម្ចាស់ជាមនុស្សគ្មានការអត់ធ្មត់ឡើយបើមិនប្រគល់ឲ្យទេខ្ញុំនឹងឆែកឆេរទីនេះឲ្យអ្នកឯងខ្មាស់គេអស់ជំរឿសលោកស្រីមានតែបង្ខំចិត្តប្រគល់ឲ្យនាងស្មានតែមានតែខ្សែកមួយខ្សែសោះមិននឹកស្មានថាមានច្រើនដល់ថ្នាក់នេះស្ត្រីម្នាក់នេះពិតជាអាក្រក់ណាស់ហើយលោកម្ចាស់ម្នាក់នោះក៏ចម្លែកដែរគាត់ដឹងច្បាស់ថា Jarek នឹកម្ដាយខ្លាំងប៉ុណ្ណាចុះហេតុអ្វីទើបតែព្រមចេញមុខពេលនេះហេតុអ្វីលោកម្ចាស់មិនព្រមបង្ហាញខ្លួនកន្លងមកតាមសាច់រឿងប្រឡំលោកម្ចាស់ជាតួអង្គអាចកំបាំងបំផុតគាត់ហាក់ដូចជាស្រឡាញ់ Amelia ម្ដាយ Jarek ខ្លាំងណាស់តែបែរជាឃុំខ្លួនមនុស្សដែលខ្លួនស្រឡាញ់ក្នុងប្រាសាទឲ្យនាងស្លាប់ទៅទាំងឯកាគាត់ហាក់ដូចជាបារម្ភពី Jarek តែមិនដែលលូកដៃចូលជីវិតរបស់គេផ្ទាល់ឡើយគាត់ធ្វើសកម្មភាពលុះត្រាតែមានភស្តុតាងបង្ហាញនៅចំពោះមុខដែលមិនអាចប្រកែកបានដូចជាហេតុការណ៍ពេលនេះអញ្ចឹងបន្ទាប់ពីប្រគល់អំណាចឲ្យ Jarek គាត់ក៏បាត់ខ្លួនឈឹងពីសាច់រឿងតែម្ដងហេតុនេះនាងយល់ថាលោកម្ចាស់គួរឲ្យសង្ស័យខ្លាំងណាស់បុរសចំណាស់ម្នាក់នេះប្រហែលជាមានប្រវត្តិមិនធម្មតាទេបន្តិចក្រោយមកអ្នកបម្រើវត្ថុទាំងអស់មកលោកម្ចាស់សើចចំអកគួរតែលាក់វាឲ្យជិតជាងនេះបន្តិចបើខ្ញុំមើលមិនឃើញទេខ្ញុំក៏ធ្វើមិនដឹងមនុស្សដូចរាល់ដងដែរបន្ទាប់មកគាត់បញ្ជាឲ្យអង្គរៈចំណិតយករបស់ទាំងនោះទៅឲ្យ Jarek នាងឃើញសកម្មភាពទាំងអស់ក៏គិតក្នុងចិត្តថាការឈោមើលទង្វើខុសឆ្គងក៏ជាចំណែកនៃកំហុសដែរលោកម្ចាស់តើលោកដឹងរឿងនេះទេភ្លាមនោះលោកម្ចាស់ដល់នាងមួយដៃធ្វើឲ្យនាងវិលមុខខ្លាំងឬមួយគាត់ឃើញនាងពិតមែនហេតុអ្វីទៅការកំណត់ក្នុងរឿងច្បាស់ណាស់ថាមានតែតួឯកប្រុសទេទើបឃើញនាងតើនាងប្រាប់ឲ្យគាត់ចាំបន្តិចនាងចង់ដឹងថាហេតុអ្វីគាត់មើលឃើញនាងតែគាត់មិនខ្វល់ឡើយនាងចង់និយាយជាមួយគាត់ខ្លាំងណាស់ហេតុអ្វីលោកត្រូវធ្វើពុតជាមិនឃើញខ្ញុំលោកម្ចាស់គ្រោះវិដៃតើឯងមិនគួរទៅមើលគេសប្បាយចិត្តយ៉ាងណាទេអីវិនាទីបន្ទាប់នាងមានអារម្មណ៍ថាមានថាមពលចម្លែកម្យ៉ាងបោកបក់មកទូខោអាវញ័ររង្គើលាន់សូររំពងមិនដឹងហេតុអ្វីនាងត្រឡប់មកក្នុងទូវិញបាត់ទៅហើយនាងគិតក្នុងចិត្តថាប្រហែលជាអស់ពេលទើបត្រូវបឺតមកវិញតែខាត់មិនមែនដោយសារលោកម្ចាស់ដេញមកវិញឡើយតែពេលនេះរឿងបន្ទាន់បំផុតគឺត្រូវនិយាយជាមួយ Jarek នាងហៅគេរួចឃើញខ្លួនប្រានគេញាប់ញ័រកាដូដែលខ្ញុំជូនឯងចិត្តមកដល់ហើយឯងច្បាស់ជាសប្បាយចិត្តខ្លាំងណាស់ Jarek ងាកមកមើលនាងធ្វើឲ្យនាងមានក្តីសុខខ្លាំងអំបញ្ញមិញឯងមើលខ្ញុំមែនទេសំណួរនេះ Jarek ងាកមុខចេញរួចគិតក្នុងចិត្តថាភាវៈនេះជាអ្នកដំបងហើយដែលគ្រាន់តែប្រសពភ្នែកគ្នាក៏មានភាពរីករាយដល់ថ្នាក់នេះលោកដុកប្រាប់ឲ្យខ្ញុំយករបស់នេះមកឲ្យឯងឪពុកដែលមិនដែលខ្វល់ខ្វាយសោះនោះថ្ងៃនេះបែរជាយកកាដូមឲ្យគេទៅវិញ Jenkinson ញឹមស្ងួតហួសចិត្តនៅទីនេះមិនយូរប៉ុន្មានមានសម្លេងគោះទ្វារនាងត្រេកអរក្នុងចិត្តកាដូដែលនាងខំប្រឹងរៀបចំទីបំផុតបានមកដល់អ្នកមកដល់គឺ Jenkinson និង Derek
ចម្លែកចិត្តមិនដឹងហេតុអ្វីលោកផ្ទាល់មកសួរសុខទុក្ខនាង Jenkinson សួរធ្នមថាឯងរស់នៅសុខសប្បាយទេ Jared ឆ្លើយថាធម្មតាទេបន្ទាប់មកគេឃើញ Jenkinson យកប្រអប់មួយចេញមក